នេះទៅជាកម្ពុជានៃការជួសជុលរថយន្តស៊ុបបឺខាថ្ងៃនេះម៉ែតបានទិញរថយន្ត Lamborghini ដែលខូចខាតយ៉ាងដំណំមួយគ្រឿងតាមអ៊ីនធឺណិតពេលអូមកដបតែភ្លាមគាត់ក៏ប្រញាប់លើកវាដាក់លើបង្គោលយោងគាត់ក៏ចាប់ផ្ដើមការងារជួសជុលភ្លាមគាត់បានហៅក្រុមការងាររបស់គាត់មកពិភាក្សាអំពីគ្រឿងបន្លាស់ដែលខូចខាតនិងឧបករណ៍ដែលបាក់បែកក្រឡេកមើលរថយន្ត Lamborghini ដែលខូចខាតនេះវាគ្រាន់តែជាផ្នែកទូចមួយនៃការខូចខាតសរុបប៉ុណ្ណោះហើយនេះមានន័យថាថ្លៃជួសជុលដើម្បីឲ្យវាអាចបើកបរលើដងផ្លូវវិញគឺខ្ពស់ពេកហើយសម្រាប់ម៉ែតការជួសជុលរថយន្ត Lamborghini នេះគឺមិនចំណេញខាងផ្នែកសេដ្ឋកិច្ចនោះទេប៉ុន្តែតាមពិតទេគាត់ធ្វើបែបនេះព្រោះគាត់ស្រឡាញ់រថយន្តនេះដូច្នេះម៉ែតនឹងត្រូវខាតបង់ថវិកាយ៉ាងច្រើននេះអាចជារថយន្តមួយដែលពិបាកជួសជុលបំផុតសម្រាប់ម៉ែតរហូតមកដល់ពេលនេះគេអាចមើលឃើញថាពួកគេនៅមានផ្លូវដ៏វែងឆ្ងាយទៀតទម្រាំតែអាចជួសជុលរថយន្តនេះរួចរាល់ប៉ុន្តែដំណឹងល្អគឺបន្ទាប់ពីដកតែងបាត់ក្រមចេញពួកគេបានឃើញថាម៉ាស៊ីននិងប្រអប់លេខមិនមានសញ្ញាខូចខាតធ្ងន់ៗនោះទេតើរថយន្ត Lamborghini នេះខូចខាតដល់កម្រិតណាទៅកាមេរ៉ាពង្រីកកាន់តែជិតកាន់តែឃើញការខូចខាតច្រើនដែលមានន័យថាថ្លៃជួសជុលក៏កាន់តែថ្លៃដំបូងម៉ែតដកប្រដាប់គៀបហ្វ្រាំងចេញបន្ទាប់មកម៉ែតត្រូវដកប្រព័ន្ធបូមខាងក្រោយទាំងមូលចេញគាត់ប្រើគ្រឿងបន្លាស់ដែលត្រូវការនៅលើក្តារខៀនបន្ទាប់មកទៀតគាត់បន្តដកប៊ូឡុងប៉ាដាំងដែលភ្ជាប់យ៉ាងប្រដាប់គៀបហ្វ្រាំងគ្រឿងបន្លាស់ដែលដកចេញធ្វើឲ្យម៉ែតឈឺក្បាលយ៉ាងខ្លាំងប្រព័ន្ធបូមស្លាបរទាវខាងលើដុំប៉ាដាំងនិងដុំកង់របស់រថយន្តស្ពណ៌នេះសុទ្ធតែខូចខាតទាំងអស់ប៊ូឡុងទាំងអស់បានកោងអស់ហើយគាត់ក៏ត្រាគ្រឿងបន្លាស់ប្រព័ន្ធបូមជំហៀងទាំងអស់នៅលើក្តារខៀនក្នុងអំឡុងពេលនេះម៉ែតក៏បានទូរស័ព្ទហៅជំនួយដែរគ្រឿងបន្លាស់ដែលខូចខាតមានច្រើនពេកគាត់ម្នាក់ឯងមិនអាចដោះស្រាយបានទេទោះបីជាម៉ាស៊ីន V10 មើលទៅមិនមានការខូចខាតក៏ដោយក៏ត្រូវតែដោះជាងទាំងអស់ដើម្បីត្រួតពិនិត្យដែរការដោះគម្របគ្រប់ក្រោយចេញធ្វើឲ្យគេអាចមើលផ្នែកខាងក្នុងនៃបន្ទប់ម៉ាស៊ីនបានកាន់តែច្បាស់ដើម្បីពិនិត្យមើលថាតើមានការខូចខាតបន្ថែមទៀតឬអត់បច្ចុប្បន្នទោះបីជាមិនទាន់បានដោះម៉ាស៊ីនចេញក៏ដោយក៏ពួកគេបានរកឃើញការខូចខាតជាច្រើនរួចទៅហើយម៉ែតថែមទាំងសង្ស័យថាតើខ្លួនអាចជួសជុលរថយន្ត Lamborghini នេះបានឬអត់ក្រឡេកមើលស្នាមប្រេកពេញតួរថយន្តគាត់ត្រូវតែពន្លឿនការងារឲ្យដោះប្រព័ន្ធបូមដែលនៅសល់ទាំង3ចេញសំណាងឡោគាត់មានប្រព័ន្ធបូមប្រភេទនេះមួយឈុតនៅតែស្រាប់ដូច្នេះពេលត្រូវការគាត់អាចដំឡើងវាដោយផ្ទាល់ដោយមិនចាំបាច់ទៅទិញនេះក៏ជួយសន្សំសំចៃថវិកាបានបន្តិចបន្តួចដែរបន្ទាប់ពីដោះកាងខាងមុខចេញក្តារខៀនទូចនោះស្ទើរតែពឹនទៅហើយគ្រឿងបន្លាស់ដែលបានកត់ត្រានៅលើក្តារខៀនមានតម្លៃស្ទើរតែពាក់កណ្ដាលនៃតម្លៃរថយន្តថ្មីទៅហើយតួគ្រោងខាងមុខនេះមើលទៅអាក្រក់ខ្លាំងណាស់នេះក៏បញ្ជាក់ដែរថាម៉ាស៊ីនស្ថិតនៅក្នុងស្ថានភាពល្អគួរសមគាត់ដកគ្រឿងបន្លាស់ទំវិញកញ្ចក់ខាងមុខនិងជ័រជុំវិញនោះចេញបន្ទាប់មកគាត់បើកឃ្លុបខាងមុខការដកប្រអប់ដាក់អីវ៉ាន់ធំនេះចេញព្រោះឯគេអាចសង្កេតមើលការខូចខាតនៃគ្រឿងបន្លាស់អាលុយមីញ៉ុមខាងមុខបានកាន់តែច្បាស់គេអាចមើលឃើញថាទូអាលុយមីញ៉ុមខាងមុខខូចខាតយ៉ាងធ្ងន់ធ្ងរម៉ែតមិនមានបទពិសោធន៍ជួសជុលរថយន្ត Lamborghini ទេដូច្នេះហើយពួកគេបានអញ្ជើញអ្នកជំនាញជួសជុល Lamborghini ម្នាក់ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែងរបស់រថយន្តដើម្បីកំណត់ថាតើវាគួរជួសជុលឬអត់តាមទូរស័ព្ទអ្នកជំនាញនឹងនិយាយថាពួកគេត្រូវតែដោះគ្រឿងបន្លាស់ទាំងអស់ចេញវិធីនេះពួកគេអាចមើលព័ត៌មានលម្អិតលើរថយន្តបានកាន់តែច្បាស់បន្ទាប់ពីដោះចេញអស់ម៉ែតបានរកឃើញថាតួគ្រោងដែលខូចខាតនោះមិនធ្ងន់ធ្ងរដូចដែលគាត់បានគិតនោះទេបន្ទាប់ពីធ្វើខាងមុខរួចរាល់ឥឡូវនេះដល់ពេលត្រូវដោះម៉ាស៊ីនចេញហើយក្នុងអំឡុងពេលដោះពួកគេបានរកឃើញថាបំពង់ស៊ីម៉ាំងមានស្នាមផតយ៉ាងខ្លាំងនេះធ្វើឲ្យពួកគេដឹងថាត្រូវតែដោះគ្រឿងម៉ាស៊ីនដែលនៅសល់ឲ្យលឿនដើម្បីពិនិត្យមើលការខូចខាតដែលលាក់កំបាំងបន្ថែមទៀតនិងពិនិត្យមើលថាតើតួគ្រោងខូចខាតនឹងអាចជួសជុលបានដែរឬទេបន្ទាប់ពីដោះ intercooler ទាំងពីរចេញបន្ទាប់មកពួកគេដោះជើងទ្រម៉ាស៊ីនហើយក៏ដោះជើងទ្រទី2ដែរបន្ទាប់ពីដោះជើងទ្រទាំងអស់ចេញពួកគេត្រូវកត់ត្រាផ្លូវខ្សែភ្លើងទាំងអស់ឲ្យបានត្រឹមត្រូវបន្ទាប់ពីកត់ត្រាការដំឡើងសៀគ្វីភ្លើងនិងជើងទ្រម៉ាស៊ីនទាំងអស់រួចរាល់ពួកគេបានរកឃើញថាសៀគ្វីទាំងអស់របស់ខួរក្បាលរថយន្តគឺខូចអស់ហើយគ្រាន់តែជួសជុលសៀគ្វីខួរក្បាលរថយន្តនេះត្រូវចំណាយអស់$10,000ហើយនេះគឺជាដំណើរពិសេសទៀតផងបន្ទាប់មកទៀតពួកគេត្រូវបង្ហួញទឹកសម្អំរបស់រថយន្តចេញបន្ទាប់ពីបង្ហួញចេញអស់បន្ទាប់មកពួកគេបង្ហួញប្រេងម៉ាស៊ីនរបស់រថយន្តចេញប្រេងម៉ាស៊ីនកែខ្មៅខាត់បង្ហាញពីការបើកបររបស់រថយន្តនេះក្រោមការពិបាកបន្ទាប់ពីដោះខ្សែភ្លើងជុំវិញម៉ាស៊ីនចេញយ៉ាងស្អាតក៏នៅមានប្រអប់តំណខ្សែភ្លើងក្នុងរថយន្តទៀតនៅខាងក្រោមផ្នែកខាងក្រៅនៃកៅអីបោកបោអ្នកជំនាញនឹងមកដល់រយៈពេល10នាទីទៀតនេះកំពុងដោះយ៉ាងញាប់ជើងបន្ទាប់ពីដោះខ្សែភ្លើងរួចរាល់គឺដល់ពេលដោះម៉ាស៊ីនហើយម៉ែតរំភើបបន្តិចបន្តួចហើយស្ទើរតែធ្វើឲ្យខាតការបើសិនជាម៉ាស៊ីនធ្លាក់នៅពេលសំខាន់បន្តិចការខំប្រឹងប្រែងអាន្តរិកកន្លងមកនេះនឹងក្លាយទៅជាអាសាបាំងសំណាងល្អម៉ាស៊ីនត្រូវបានដាក់ចុះយ៉ាងសុវត្ថិភាពរថយន្តក៏បានដោះចេញទាំងមូលដែរក្តារខៀន